ឈុតក្រោយឆាកខ្លីៗមកដល់ទៀតហើយបងប្អូនចាសតែតួអង្គលេង MMO ទាំងអស់មួយក្រុមតូចក៏នាំគ្នារៀបចំសម្ដែងរឿងបុរាណមួយឥឡូវហ្នឹងគាត់ស្លៀកពាក់បែបបុរាណគឺស្អាតស្អាតណាស់បងប្អូនហើយមិនថាខ្ញុំមិនថាតួអង្គផ្សេងៗអញ្ចឹងណានិយាយទៅធ្លាប់តែស្លៀកពាក់សម័យធម្មតាដល់ពេលយើងស្លៀកពាក់បែបបុរាណអញ្ចឹងទៅគឺស្អាតស្អាតហើយប្លែកទៀតបងប្អូនចាចំណែកខ្ញុំគឺដើរតួឈុតនេះដើរតួម៉ែអកអញ្ចឹងណាមានរាជអាមាត្យមានព្រះមហេសីហើយអូនដួងខែនិងអូនសែមនោះគាត់ដើរតួតែម្ដងហើយនិយាយសិតតែក្រុមលេង MMO ទាំងអស់គ្នាអញ្ចឹងណាបងប្អូនចាមើលទៅស្រស់ស្អាតម្យ៉ាងម្នាក់អញ្ចឹងណាបងប្អូនចាហើយបើថាខ្ញុំវិញនិយាយថាដើរតួធ្វើម៉ែអកនេះស្លៀកសំពត់ចងប៉ិនប្លែកម្យ៉ាងដែរតាបងប្អូនហើយក៏សប្បាយចិត្តនៅពេលដែលថតស្រាប់តែភ្លៀងមកអញ្ចឹងណាបងប្អូនថតមិនទាន់បាននឹងស្រួលព្រោះស្រាប់តែភ្លៀងធ្លាក់មកខ្លាំងមែនទែនធ្វើឲ្យកម្មវិធីហ្នឹងអត់សូវបានថតដែរប៉ុន្តែទោះជាភ្លៀងក្តៅយ៉ាងណាក៏ដោយក៏ស៊ូថតដែរបងប្អូនចាអរគុណច្រើនបងប្អូនអរគ្នាដែលបានតាមនៅវីដេអូមួយនេះចា